Còn thếខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃដូចអត់ប្រយោជន៍ដល់ហើយដូចជាអត់បានធ្វើការងារណាដែលមានប្រយោជន៍សម្រាប់ខ្លួនឯងក៏ដូចជាធ្វើឲ្យខ្លួនឯងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃសោះខ្ញុំមានសភើមួយក្បែរដែលចង់ណែនាំជូនមកមុនតគ្នាគឺសភើរឿងតូចមួយដែលជាស្នេហ៍ដែលនិពន្ធរបស់បងសៃសេងកេលេសភើមួយក្បែរនេះគឺឲ្យយើងទៅមើលពីរឿងទូចទូចដែលយើងគិតថាវាអត់ប្រយោជន៍ទេប៉ុន្តែនៅពេលដែលយើងយករឿងទាំងអស់ហ្នឹងទៅប្រៀបធៀបមួយរយៈពេលវែងយើងនឹងឃើញពីផលប្រយោជន៍ឬក៏វាចេះអត្តពលមែនតើនៅលើជីវិតរបស់យើងវាអាស្រ័យលើយើងថាតើរឿងទូចហ្នឹងយើងជ្រើសយករឿងវិជ្ជមានឬក៏រឿងអវិជ្ជមានឧទាហរណ៍ថាយើងជ្រើសរើសយកការលេងលើបណ្ដាញសង្គមឬក៏ social media ច្រើនជាងការអានសភៅបើសិនជាយើងគិតពីមួយថ្ងៃវាអត់ឃើញផលអីទេប៉ុន្តែបើយើងប្រៀបធៀបពីកន្លះឆ្នាំទៅមួយឆ្នាំយើងនឹងឃើញថាភាពខុសគ្នាខ្លាំងមែនតើរវាងមនុស្សពីរនាក់ដែលជ្រើសរើសអានសភៅនិងមនុស្សម្នាក់ទៀតដែលជ្រើសរើសលេង social media ច្រើនជាងការអានសភៅអញ្ចឹងអាចអានសភៅនេះទៅបងនឹងមានគំនិតថ្មីជាច្រើនហើយនឹងកាន់តែស្រឡាញ់ខ្លួនឯងស្រឡាញ់ពេលវេលាច្រើនជាងមុន